ការកម្ចាត់តេញ៉ាឬសត្វល្អិតក្នុងពោះវៀនតាមបែបធម្មជាតិគឺជាវិធីសាស្ត្រជំនួយដែលប្រជាជនខ្មែរយើងនិយមប្រើប្រាស់តាំងពីដើមមកខាងក្រោមនេះគឺជាវិធីសាស្ត្រធម្មជាតិមួយចំនួនដែលមានប្រសិទ្ធភាពក្នុងការបណ្ដេញសត្វល្អិតទាំងនោះ 1. គ្រាប់ល្ពៅ Pumpkin Seeds គ្រាប់ល្ពៅមានផ្ទុកសារធាតុម្យ៉ាងហៅថា cucurbitacin ដែលមានសមត្ថភាពធ្វើឲ្យតេញ៉ាខ្វិននិងរបូតចេញពីជញ្ជាំងពោះវៀន របៀបប្រើញ៉ាំគ្រាប់ល្ពៅលីងឲ្យបានចន្លោះពី30ទៅ50គ្រាប់ក្នុងមួយថ្ងៃសម្រាប់មនុស្សពេញវ័យនៅពេលពុះទេរួចញ៉ាំទឹកឲ្យបានច្រើន 2. ផ្លែល្ហុងនិងគ្រាប់ល្ហុង ល្ហុងមានអង់ស៊ីម papain ដែលជួយរំលាយជាតិប្រូតេអ៊ីននិងអាចកម្ចាត់សត្វល្អិតបាន របៀបប្រើយកគ្រាប់ល្ហុងទុំមកកិនឲ្យម៉ត់រួចលាយជាមួយទឹកឃ្មុំឬទឹកក្តៅវណ្ណញ៉ាំនៅពេលព្រឹកព្រលឹមការញ៉ាំផ្លែល្ហុងទុំក៏ជួយសម្រួលដល់ការបន្ទោរបង់ដើម្បីបញ្ចេញសត្វល្អិតមកក្រៅផងដែរ 3. ខ្ទឹមស garlic ខ្ទឹមសមានសារធាតុប្រឆាំងនឹងបាក់តេរីនិងសត្វល្អិតយ៉ាងខ្លាំងក្លា របៀបប្រើបុកខ្ទឹមសស្រស់ 2-3 កំពឹសរួចញ៉ាំជាមួយទឹកឬលាយក្នុងអាហាររាល់ថ្ងៃប្រសិនបើអ្នកមិនចូលចិត្តក្លិនខ្លាំងអ្នកអាចហាន់វាជាចំណិតតូចហើយលេបដូចថ្នាំក៏បាន 4. ខ្ទឹមបារាំង onions ខ្ទឹមបារាំងមានផ្ទុកជាតិស្ពនថ sulfur ដែលសត្វល្អិតក្នុងពោះវៀនមិនចូលចិត្ត របៀបប្រើកិនខ្ទឹមបារាំងយកទឹកប្រហែល2ស្លាបព្រាបាយរួចញ៉ាំ2ដងក្នុងមួយថ្ងៃរយៈពេល1សប្តាហ៍ 5. ដាំខ្នុរព្រៃឬស្លឹកខ្ទុំ តាមបែបបុរាណខ្មែរស្លឹកខ្ទុំឬសរុក្ខជាតិមួយចំនួនត្រូវបានគេយកមកដាំទឹកផឹកដើម្បីទម្លាក់សត្វល្អិតទោះជាយ៉ាងណាវិធីនេះត្រូវប្រុងប្រយ័ត្នចំពោះកម្រិតប្រើប្រាស់ ការណែនាំបន្ថែមដើម្បីការពារការឆ្លង អនាម័យខ្លួនប្រាណលាងដៃជាមួយសាប៊ូឲ្យបានស្អាតមុនពេលញ៉ាំអាហារនិងក្រោយពេលចេញពីបង្គន់